បាទគឺថ្ងៃនេះនាំអារម្មណ៍បងប្អូនមកទស្សនាបាទនេះគេថាប្រាសាទអង្គរនៅក្នុងខេត្តកំពង់ចាមបងប្អូននេះគឺខ្លោងទ្វារចូលក្នុងវត្តហើយយើងដើរទស្សនាវត្តជុំវិញអមដោយបងថ្មកន្លែងនេះស្នាមបែកបាក់ផ្លូវចូលហ្នឹងបងបាទទៀតស្អាតទេកន្លងមកលេងគឺអត់ដែលបានថតជាវីដេអូទេថតជារូបសន្លឹកហើយក៏មិនសូវជាផុសតែថ្ងៃនេះគឺនាំបងប្អូនមកទស្សនាមើលបាទបងប្អូនខ្លះនៅកំពង់ចាមនៅត្បូងឃ្មុំប៉ុន្តែមានពេលមកដើរលេងអញ្ចឹងហើយថ្ងៃហ្នឹងយើងមកដើរលេងទាំងអស់គ្នានេះគឺខ្លោងទ្វារខាងជើងបាទនេះគឺជ្រុងប្រាសាទខាងជើងឈៀងខាងត្បូងហើយយើងថតទៅឃើញកំពូលស្រីកធាតុបាទចឹងយើងធ្វើដំណើរទៅមុខទៀតទីធ្លាខាងក្នុងប្រាសាទប៉ុន្តែយើងអត់តន់ចូលទៅកណ្ដាលប្រាសាទទេយើងដើរព័ទ្ធកន្លងជុំវិញសិននេះគឺខ្លោងទ្វារចេញទៅទិសខាងលិចនេះខ្លោងទ្វារចេញទៅទិសខាងលិចបាទនេះគឺមកជុំយើងអាចដើរទៅបានទេដោយសារតែមានទឹកដក់ភ្លៀងខ្មាំងបាទនេះគឺខ្លោងទ្វារទិសខាងលិចបងប្អូនយើងមើលទាំងអស់គ្នាបាទនេះគឺខ្លោងទ្វារទិសខាងលិចបងប្អូនមកបងប្អូនទៅមើលមកជុំបាទយើងអត់បានចូលទៅខាងក្នុងទេយកតាមកជុំសិននេះរបងគឺព័ទ្ធពោពេញទៅដោយថ្មបាយក្រៀមបងប្អូនបាទនេះគឺកំពូលប្រាសាទខាងត្បូងដែលហើយចូលខាងត្បូងបាទនេះគឺកផែងសិតថ្មបាយក្រៀមបងប្អូនហើយខាងក្រៅនោះគឺមានវត្តនៅខាងក្រៅធ្វើជុំវិញហើយរក្សាប្រាសាទយើងនៅល្អដែរបាទនេះគឺជ្រុងខាងកើតជាងត្បូងប្រាសាទឥឡូវយើងមកដល់ទីខាងកើតនេះខ្លោងទ្វារវិញហើយបងប្អូនបាទនេះគឺទីខាងកើតបាទហើយខ្លោងទ្វារចូលមកបាទក៏សូមចប់វីដេអូនឹងប៉ុណ្ណឹង